បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានទាំងក្នុងប្រទេសនិងក្រៅប្រទេសបាទហ្នឹងហើយថ្ងៃនេះលោកគ្រូតំណេក៏បានធ្វើជាវីដេអូនិយាយតាក់ទងអំពីរាសីរបស់មនុស្សយើងម្នាក់ហ្នឹងហើយរាសីដែលលោកគ្រូយកមកមើលហ្នឹងគឺមានចំនួនតែ3នាក់ទេហ្នឹងហើយមិនថាបរិសុទ្ធមិនថាស្ត្រីដែលមានអាយុ37 32និង46ចឹងទេអ្នកដែលមានអាយុដូចនេះត្រូវស្ដាប់ហើយនឹងតាមដានទាំងអស់គ្នាតើវាមានបញ្ហាឬក៏អាការៈដូចដែលលោកគ្រូបាននិយាយឬក៏ដូចលោកគ្រូបានទុះទាយមើលទៅតាមជើងលេខដែលលោកគ្រូមើលឃើញទៅតាមក្បួនខ្នាតពីបរមបារាណបានបន្សល់ទុកមកតើរាសីរបស់ពុកម៉ែបងប្អូនដែលមានអាយុខាងលើនេះតើមានខុសអ្វីខ្លះយើងខុសខាងអីដែរឬក៏មានគេធ្វើមកលើយើងមិនដែរហ្នឹងហើយធម្មតាមនុស្សយើងម្នាក់យើងត្រូវដឹងហើយការងាររកស៊ីកន្លែងណាដូចជាកន្លែងណាតែងតែមានមនុស្សពេញចិត្តហើយនឹងមិនពេញចិត្តតែងមានមនុស្សស្រឡាញ់ឬក៏មិនស្រឡាញ់អ្នកខ្លះទៅក៏គេចំណែនយើងគេមិនពេញចិត្តយើងអីណានីមួយនោះក៏គេធ្វើណេះធ្វើនោះឬក៏ធ្វើអំពើឬក៏ស្អីចឹងមកលើយើងតែបើសិនជាយើងមានរាសីខ្ពស់ណាមានគ្រូខំក្រងមានគ្រូជួយការពារជួយបាត់បាំងហ្នឹងទៅការដែលគេធ្វើនៅអំពើអំព័ន្ធមន់ខ្មៅឯណានីមួយហ្នឹងគឺក៏មិនអាចចូលមកដល់ផ្ទះយើងក៏សរីរៈរាងកាយរបស់យើងបានដែរហ្នឹងហើយនឹងអាស្រ័យនៅលើរាសីបរិសុទ្ធស្ត្រីម្នាក់ដែលរាសីខ្ពស់នឹងរាសីខ្ពស់តដែតហ្នឹងគឺគេមិនអាចធ្វើចូលបានឡើយដោយអំណាចបុណ្យកុសលយើងផ្សំទៅដោយអំណាចគុណគ្រូគុណឪពុកគុណម្ដាយឬក៏គុណគ្រូជីដូនជីតាលោកជួយខំក្រងអីចឹងណានឹងជួយការពារបានប៉ុណ្ណឹងដែរប៉ុន្តែសំខាន់នៅលើខ្លួនយើងដែរណាយើងមានចំហាយបុណ្យច្រើនមានបុណ្យបារមីច្រើនធ្វើអំពើល្អអញ្ចឹងណាហ្នឹងហើយបុណ្យវាជួយគាំពារដែរហ្នឹងតែមិនមែនថាអ្នកដែលធ្វើនៅអំពើអាក្រក់ចេះតែរួចខ្លួននោះដែរណាធ្វើអំពើអាក្រក់ធ្វើអំពើបាបហ្នឹងគង់តែមានថ្ងៃណាទេនឹងទទួលនៅកម្មផលប៉ុន្តែកម្មផលដែលគេសាងដែលគេធ្វើដែលគេបំពេញហ្នឹងវាមិនទាន់បានទទួលនោះប្រៀបដូចគេដាំដើមឈើអញ្ចឹងដាំដើមស្វាយដាំដើមខ្នុរអញ្ចឹងគេដាំ 4-5 ឆ្នាំអញ្ចឹងទៅវាមិនទាន់ចេញផ្លែមិនទាន់ចេញផ្កាយ៉ាងណាមិញអំពើអកុសលអំពើបាបដែលមនុស្សយើងម្នាក់កំពុងតែធ្វើហ្នឹងគេកំពុងតែត្រេកអរកំពុងតែសប្បាយរីករាយដោយគេមិនទាន់បានទទួលនៅអំពើកម្មដែលគេបានទទួលហ្នឹងពីព្រោះអីពីព្រោះក្នុងបច្ចុប្បន្នហ្នឹងគេអត់បានទទួលប៉ុន្តែទៅអនាគតក៏អាចទទួលក៏ថាបានដែរណាហ្នឹងធ្លាក់មកលើខ្លួនយើងឬក៏ធ្លាក់មកលើកូនចៅយើងប្តីប្រពន្ធយើងអីចឹងណាវាទៅតាមហ្នឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់បានត្រាស់សម្ដែងថាកម្មយាតោកម្មយោនីកម្មបន្ធុណាកម្មជាពូជពងជាភោផាន់សន្តានរបស់ផងយើងណាអំពើកម្មក្តីអំពើល្អក្តីអំពើបុណ្យក្តីយើងបានធ្វើបានសាងហើយគឺมันអាចបំភ្លេចយើងបានទេណាมันអាចបំភ្លេចមានតែអ្នកធ្វើទៅភ្លេចណាមានតែអ្នកធ្វើទៅយើងភ្លេចប៉ុន្តែដល់ថាយើងធ្វើហើយកម្មអកុសលហ្នឹងគឺมันអាចភ្លេចយើងទេប៉ុន្តែគ្រាន់ថាវាមិនទាន់ឲ្យផលណាវាមិនទាន់ឲ្យផលហ្នឹងហើយវាមិនទាន់ឲ្យផលអញ្ចឹងមនុស្សពធុជនយើងមួយចំនួនគេក្អេងក្អាងគេថាអញធ្វើអំពើបាបច្រើនណាធ្វើបាបគេលួចប្លន់គេកាប់សម្លាប់គេអត់ឃើញកម្មវិសោះអាហ្នឹងគឺវាអត់ទាន់ឲ្យហ្នឹងហើយណាពេលបច្ចុប្បន្នវាមិនទាន់ឲ្យមែនណែឯងកើតទៅជាតិក្រោយ
កម្មគឺរត់តាមបដិញអ្នកឯងរហូតហ្នឹងលុះត្រាណាអ្នកឯងអស់កម្មហ្នឹងពីព្រោះយើងកើតមកភពផែនដីចំពោះទ្វីបយើងហ្នឹងគឺជាភពផែនដីសាងនៅអំពើល្អសាងនៅអំពើបុណ្យបារមីដូចយើងសាបប្រុសណាយើងសាបប្រុសពូជណាភពផែនដីហ្នឹងយើងដាំពូជអីគឺបានពូជហ្នឹងហើយយើងសាបប្រុសពូជអីគឺបានពូជហ្នឹងហើយអញ្ចឹងចំពោះទ្វីបហ្នឹងគឺជាភពផែនដីដែលយើងស្វាងសាងនៅអំពើល្អណាទោះតែយើងធ្វើអំពើល្អមិនទាន់បានផលក្តីឬក៏មិនបានផលក្តីប៉ុន្តែយើងត្រូវតែសន្សំដូចជាព្រះសម្មាសម្ពុទ្ធទ្រង់សន្សំបារមីកសាងបារមីណារាប់លានអសង្ខ័យណាប្រៀបដូចជាគំនរខ្សាច់គោលដូចជាភ្នំដែលលោកសន្សំបិណ្ឌបារមីហ្នឹងទៅបិណ្ឌបារមីហ្នឹងបានជំរុញលោកឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅធម៌ដែលជាធម៌របស់ធម្មជាតិហ្នឹងដែលជាធម៌ធម្មជាតិហ្នឹងគឺយល់ដឹងនៅពធនោះហើយក៏បានត្រាស់សម្ដែងដល់សាវកណាមានភិក្ខុសាមណេរឧបាសកបាសិកាបានសម្រេចតាមលំដាប់លំដោយទៅតាមបុណ្យបារមីរៀងខ្លួនហ្នឹងហើយអញ្ចឹងកុំឲ្យពេលវេលាកាន់តែវែងឆ្ងាយយូរយើងចូលមកប្រធានបទយើងតកតងនឹងរាសីរបស់ផងយើងហ្នឹងហើយប៉ុន្តែការជឿអីក៏ដោយយើងត្រូវជឿដោយបញ្ញាត្រូវជឿដោយបញ្ញាប្រកបដោយបញ្ញាកុំជឿដោយហួសហេតុកុំជឿដោយងប់ងល់ណាកុំជឿទៅដោយការបោកប្រាស់បោកបញ្ឆោតណាហ្នឹងហើយការដែលគេបោកបញ្ឆោតយើងឲ្យយើងបង់ខាតនៅលុយកាក់ទ្រព្យសម្បត្តិច្រើនណាអាហ្នឹងវាមិនមែនជាជំរឿនល្អទេអានេះចូលលក្ខណៈចាញ់បោកគេហើយហ្នឹងហើយអញ្ចឹងវាមានគ្រូខ្លះល្អមានគ្រូខ្លះវាអត់ល្អមានគ្រូខ្លះបោកមានគ្រូខ្លះវាអត់បោកអញ្ចឹងទេមិនតែយើងជឿអីណាមួយត្រូវពិចារណាឲ្យល្អិតល្អន់ហើយកុំជឿពាក្យគេហៅថាគេបន្លាចគេនិយាយបន្លាចយើងតិចចាប់ផ្ដើមយើងភ័យយើងខ្លាចអាហ្នឹងក៏ជាបញ្ហាមួយដែរលោកគ្មានអីខ្លាំងជាងធម៌ព្រះសម្មាសម្ពុទ្ធជាងទេណាកាលណាបើយើងជឿសឹកនៅធម៌របស់ព្រះអង្គជឿនៅទានសិលភាវនាបំពេញបុណ្យបារមីនោះគឺអាចឈ្នះនៅឧបសគ្គទាំងឡាយទាំងពួងបានហើយចូលមកអ្នកដែលមានរាសីដោយលោកគ្រូបានបញ្ជាក់ហ្នឹងគឺ37ហ្នឹងបើតាមរាសីដែលលោកគ្រូបានទស្សទាយគុយគុណមើលហ្នឹងឃើញថាគឺខុសលោកគ្រូខាងឪពុកណា37ហ្នឹងខុសគ្រូខាងឪពុកគ្រូបៀនគ្រូសង្វាហ្នឹងហើយអញ្ចឹងអ្នកដែលអាយុ37ហ្នឹងមិនថាស្ត្រីក្តីមិនថាបរិសក្តីកាលណាបើយើងមានគ្រូកាន់ណាយើងធ្លាប់មានគ្រូកាន់ណាហ្នឹងហើយឪពុកម្ដាយយើងតាំងពីដើមមកហើយដល់ពេលធ្លាក់មកដល់យើងអត់បានកាន់ណាអត់បានកាន់អត់បានរៀបជូនគ្រូខាងឪពុកគ្រូខាងម្ដាយឬគ្រូសំណុំសង្វាគ្រូរបៀនអីចឹងណាហ្នឹងហើយអញ្ចឹងទៅធ្វើឲ្យខ្លួនយើងហ្នឹងចាតែវាមិនសូវល្អចាតែរកម្មរកោសឈឺនេះឈឺនោះផឹកថ្នាំហើយនៅតែជាអញ្ចឹងណាហ្នឹងហើយជាមួយផ្លែតឈឺទៀតជាផ្លែតឈឺទៀតអាហ្នឹងវាអាចជាយើងខុសគ្រូដែរហ្នឹងហើយខុសគ្រូដែរគឺ37ហ្នឹងណាខុសគ្រូខាងឪពុកគ្រូបៀនគ្រូសំណុំសង្វាអីចឹងបើសិនជាយើងអាចរៀបណារៀបជាថ្វាយដល់គ្រូចឹងទៅហ្នឹងហើយថ្វាយដល់គ្រូយើងរៀបយើងមិនដឹងយើងអាចសួរណាដែលគេចេះហ្នឹងរៀបធ្វើម៉េចឲ្យវាសមល្មមទៅតាមលទ្ធភាពរបស់ផងយើងហ្នឹងហើយបើថាឆ្ងល់អីអាចតាក់ទងសួរលោកគ្រូបានបាទតាក់ទងណាដែលខុសគ្រូមានសំណុំសង្វាហ្នឹងហើយខុសគ្រូខាងឪពុកគ្រូដើមគ្រូអីហ្នឹងបាទហ្នឹងហើយអញ្ចឹងចូលមកបរិសុទ្ធស្ត្រីដែលមានអាយុ32
អាយុ32ហ្នឹងតើរិស័យគាត់នឹងគឺខុសខាងអ្វីដែរហ្នឹងបើតាមលោកគ្រូគុណមើលទៅតាមជើងលេខហ្នឹង32ហ្នឹងបើយើងមើលទៅគឺឃើញថាវាខុសហ្នឹងក៏វាខុសដែរមិនថាវាមិនខុសទេវាតកតងនឹងយើងទៅរបស់គេអញ្ចឹងណាហ្នឹងហើយត្រូវខ្មោចព្រិវិសាចហ្នឹងហើយវាធ្វើយើងឲ្យមិនសូវស្រួលខ្លួនច្រើនហ្នឹងហើយវាធ្វើយើងមិនសូវស្រួលខ្លួនដូចជាថប់ទ្រូងស្វាំងភ្នែកដេកមិនសូវលក់ដេកមិនសូវស្កប់ស្កល់អារម្មណ៍ច្រើនរវើរវាយណាហ្នឹងហើយអ្នកដែលខុសណាគឺអាយុ32ហ្នឹងអាយុ32ដែលលោកគ្រូមើលហ្នឹងគឺសម្រាប់របស់ស្ត្រីតើមានអាការៈដោយលោកគ្រូបាននិយាយអត់ហ្នឹងចារសាប់រសល់ថប់ទ្រូងស្វាំងភ្នែកណាស្វាំងភ្នែករវើរវាយហ្នឹងហើយទៅពេទ្យទៅអីមើលក៏វាតែប៉ុណ្ណឹងក៏វាអត់ជាសះស្បើយចឹងណាហ្នឹងអាការៈហ្នឹងវាតែងតែធ្វើទុកមកលើយើងដែលមានអាយុត្រឹម32ហ្នឹងមិនថាបរិសុទ្ធស្ត្រីទេតែអាការៈដែលលោកគ្រូបានបញ្ជាក់ហ្នឹងគឺដូចចឹងអត់នោះវាធ្វើឲ្យយើងហ្នឹងហើយយើងទៅជន់ប៉ះពៀនៅកន្លែងណាដែលយើងអត់ដឹងណាដោយចេតនាក្តីឬអចេតនាក្តីចឹងហើយបានវាធ្វើឲ្យយើងអត់ស្រួលរាសីយើងដាក់ទៅវាធ្វើឲ្យយើងវិលមុខល្ងឹតមុខលហិតលហើយអស់កម្លាំងហ្នឹងហើយរវើរវាយថប់ទ្រូងស្វាំងភ្នែកចង់និយាយថាដូចវាអត់ស្រឡះខ្លួនអញ្ចឹងណាហ្នឹងហើយឥឡូវចូលមកវគ្គបន្តទៀតហ្នឹងហើយចូលមកវគ្គបន្តគឺអាយុ46ហ្នឹងហើយតើ46នោះខុសអ្វីដែរហ្នឹងហើយអាការៈវាច្រើនមិនដែរនៅក្នុងខ្លួនហ្នឹង46បើតាមដែលលោកគ្រូគុណមើលទៅតាមជើងលេខដែលលោកគ្រូបានមើលឃើញហ្នឹងគឺឃើញថាគឺយើងអាចខុសនឹងខុសមេបាចាស់ទុំណាខុសខាងមេបាចាស់ទុំហ្នឹងហើយអញ្ចឹងទេយើងអាចអញ្ចឹងទៅវាអាចធ្វើឲ្យយើងមិនសូវស្រួលខ្លួនដែរអ្នកដែលអាយុ47មិនថាបរិសុទ្ធឬស្ត្រីទេខុសមេបាចាស់ទុំហ្នឹងគឺខុសយ៉ាងណាដូចយើងបានខូចខ្លួនអញ្ចឹងណាដែលមេបាចាស់ទុំដែលគាត់ប្រកាន់ណានេះយើងអត់បានសែនព្រេនបាយស្ពោអីគាត់អញ្ចឹងណាហ្នឹងហើយមួយទៀតខុសខាងគេហៅថាបួជួហ្នឹងបួជួគេយើងមានជួណាហ្នឹងជួយើងកាន់ខាងអីទៅដើមមកទៅហើយគាត់ចាមកធ្វើទុកបុកម្នេញយើងចាឈឺជាវាអត់ស្រឡះវាចាឈឺជាអាហ្នឹងជំងឺហ្នឹងវាគេហៅថាបួជួហ្នឹងហើយអាហ្នឹងបួជួមួយយ៉ាងហ្នឹងខុសមេបាចាស់ទុំលោកកាច់ជើងឬក៏លោកធ្វើទុកបុកម្នេញយើងហ្នឹងដូចយើងអត់មានរៀបបាយស្ពកយើងខុសមេបាចាស់ទុំយើងអត់បានរៀបបាយស្ពកជូនគាត់ដែលយើងបានប្រព្រឹត្តខុសនៅទង្វើអ្វីណាមិនសមគួរអញ្ចឹងណាមិនថាបរិសុទ្ធស្ត្រីទេអញ្ចឹងទេអានេះយើងអាចរៀបបាយស្ពកអញ្ចឹងជូនលោកហ្នឹងហើយបាយស្ពកមានបាយម្ហូបចំណីផ្លែឈើស្រាចេកអីហ្នឹងយើងដាក់ទៅបាយស្ពកហ្នឹងហើយបើថាឆ្ងល់លីឡៃណាចាំសួរលោកគ្រូបន្ថែមទៀតហ្នឹងហើយអាហ្នឹងយើងពិចារណាតាមអាការៈរបស់ផងយើងផងដែរហ្នឹងតើវាអាចដូចលោកគ្រូបានមើលចឹងអត់ដូចលោកគ្រូបានទាចឹងអត់យើងមានអាការៈដូចលោកគ្រូបាននិយាយចឹងអត់អ្នកដែលអាយុ46ហ្នឹងហើយគឺខុសមេបាចាស់ទុំដែលអត់ខាន់ស្លាណាលោកក្តៅកាហាយធ្វើទុកបុកម្នេញអីចឹងណាយើងខុសខាងហ្នឹងដែលលោកប្រកាន់ណាលោកប្រកាន់កូនចៅមិនអោយធ្វើអញ្ចឹងណាហ្នឹងហើយហើយទី2ទៀតខុសបួជួណាបួជួខាងម្ដាយខាងឪពុកហ្នឹងចដូនចតាយើងហ្នឹងហើយចឹងទេលោកគ្រូមានតែប៉ុណ្្នឹងទេហើយបើថាមានចម្ងល់ឆ្ងល់អីហ្នឹងអាចតាក់ទងសួរលោកគ្រូបានបាទសូមអរគុណសូមជម្រាបលា